Chẳng sầm nốt tí buồn cái ao dương bình dul ông pi tầm rơ bờ sát rồi bảo ít nè bà chẳng về lòng bạc đốt tròn khom xa ít cứ cái ai xua mà chấm nói năng ạបាទជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅមើលចំណុចខ្លឹមសារទី2គឺតម្រូវប្រាសាទសត្វឥតឆ្អឹងកងដែលខ្លឹមសារទី2នេះគឺចំណុច2.1យើងរៀនរួចហើយអ្វីដែលយើងត្រូវទៅបន្តគឺ2.2តម្រូវប្រាសាទរបស់អ៊ីតបាទណាបាទអញ្ចឹងយើងចុចទៅលើខ្លឹមសាររបស់អ៊ីតតែម្ដងបាទអញ្ចឹងចំពោះសត្វអ៊ីតបាទណាចំពោះសត្វអ៊ីតយើងមើលឃើញនៅក្នុងវីដេអូនេះលោកគ្រូនឹង play ឲ្យមើលបាទនេះទុយនេះបាទណាអញ្ចឹងរូបនេះគឺយើងថតពីតាមរយៈទូរស័ព្ទទេរូបនេះដែលរូបនេះបាទគេថតពីមីក្រូទស្សន៍មកណាបាទអញ្ចឹងតាមរយៈរូបហ្នឹងយើងអាចនិយាយបានថាសត្វអ៊ីតនេះវាទំហំវាមិនតូចប្រហែលដែរទេវាធំដែរទំហំវាប្រហែលជាប្រព័ន្ធតកៅទឹកពីព្រោះបើយើងមើលវីដេអូនេះយើងឃើញតកៅទឹកនេះឃើញទេបាទនឹងតកៅទឹកហ្នឹងបាទនេះវាចាប់តកៅទឹកជាប់នេះបាទអញ្ចឹងតកៅទឹកយើងមើលឃើញមិនអញ្ចឹងណាអញ្ចឹងទំហំវាក៏ធំគួរសមដែរបាទប៉ុន្តែបើយើងចង់ឃើញឲ្យល្អិតត្មងតើមើលនឹងមីក្រូទស្សន៍បាទអញ្ចឹងជារួមយើងមើលឃើញថាសត្វនេះគឺជាប្រភេទសារពាង្គកាយពហុកោសិកាហើយបាទមានន័យថាសត្វនឹងមួយគឺកើតឡើងពីកោសិកាច្រើនផ្គុំគ្នាដើម្បីបង្កើតបានសត្វនឹងមួយបាទអញ្ចឹងបើវាមានកោសិកាច្រើនមានន័យថាវាមានណឺរ៉ូនហើយណាមានន័យថាវាមានណឺរ៉ូនហើយបាទអញ្ចឹងយើងចង់ដឹងថាតើណឺរ៉ូនរបស់វានេះតម្រៀបយ៉ាងម៉េចបាទតម្រៀបយ៉ាងម៉េចយើងនឹងមកមើលខ្លឹមសារបាទអញ្ចឹងនៅក្នុងខ្លឹមសារគឺតម្រូវប្រាសាទរបស់អ៊ីតហ្នឹងគឺមានលក្ខណៈជាបណ្ដាញសរសៃប្រាសាទបាទជាបណ្ដាញសរសៃជា network បាទណាហើយអ៊ីតគ្មានមជ្ឈមណ្ឌលប្រាសាទគ្មានខួរក្បាលគ្មានខួរឆ្អឹងខ្នងអីទេបាទណាអញ្ចឹងយើងមើលលើរូបនេះអញ្ចឹងរូបរាងទាំងមូលនៅលើរូបនេះគឺវាដូចគ្នាទៅនឹងរូបវីដេអូមិញអញ្ចឹងបាទអញ្ចឹងមើលទៅគឺប្រហែលនឹងសត្វមឹកក៏ប៉ុន្តែមិនមែនជាសត្វមឹកទេបាទវាជាសត្វអ៊ីតបាទដែលមានច្រកចេញចូលតែមួយបាទណានេះច្រកចេញចូលតែមួយអញ្ចឹងប៉ុន្តែអ៊ីតហ្នឹងក៏វាបណ្ដូលស្មានអីតាមចេញតាមនេះដែរទេបាទចេញតាមរាងកាយដែរទេបាទមិនចេញចោលខ្លះណាបាទប៉ុន្តែយើងមើលទៅលើកាឡាពណ៌ស្វាយយើងមើលលើរូបនេះកាឡាពណ៌ស្វាយអញ្ចឹងកាឡាពណ៌ស្វាយហ្នឹងគឺជាប្រព័ន្ធប្រសាទរបស់វាឯងគឺនៅពាសពេញរាងកាយនឹងតែម្ដងបតៈកាឡាគ្នាពីមួយទៅមួយដោយរោគមិនឃើញថាមួយដុំណាជាខួរក្បាលមួយដុំណាជាមជ្ឈមណ្ឌលមួយដុំណាជាបរិមណ្ឌលគឺរត់ឃើញទេបាទអញ្ចឹងមានន័យថាប្រព័ន្ធប្រសាទរបស់អ៊ីតវាមានណឺរ៉ូនហើយក៏ប៉ុន្តែណឺរ៉ូនរបស់វាមិនទាន់តម្រៀបចេញជារចនាសម្ព័ន្ធប្រព័ន្ធប្រសាទច្បាស់លាស់ថាវាមានខួរក្បាលដូចមនុស្សឬក៏វាមានខួរឆ្អឹងខ្នងអីអត់តមានទេបាទវាអត់តមានរចនាសម្ព័ន្ធផ្នែកណាមួយដែលថាជាក់លាក់ថាជាប្រព័ន្ធប្រសាទទេបាទវាគ្រាន់តែមានណឺរ៉ូនហើយណឺរ៉ូនរបស់វាគឺពេញរាងកាយតែម្ដងណាបាទពេញរាងកាយតែម្ដងអញ្ចឹងយើងឧទាហរណ៍នៅពេលប្រមោយរបស់អ៊ីតប៉ះអាហារបាទអាំងភ្លុចធ្វើដំណើរយឺតទៅគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយហើយក៏បង្វិលខ្លួនទៅរកអាហារបាទឯប្រមោយទាំងអស់ធ្វើការរួមគ្នាដើម្បីចាប់យកអាហារនិងដាក់ចូលមាត់អញ្ចឹងនៅពេលដែលប្រមោយមួយនេះវាប៉ះជាមួយនឹងអាហារគឺវាមានការបញ្ជូនព័ត៌មានពីកន្លែងហ្នឹងមកគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់វាបាទបន្ទាប់មកបានប្រមោយហ្នឹងប្រមូលផ្ដុំចាប់អាហារញាត់ចូលមាត់ឃើញទេបាទបើយើងវិញបើជាមនុស្សវិញនៅពេលដែលយើងប៉ះអីមួយដូចឲ្យយើងយកដៃទៅប៉ះនឹងខ្ទះក្តៅព័ត៌មានដែលចេញពីកន្លែងប៉ះហ្នឹងនឹងធ្វើដំណើរចូលមកមជ្ឈមណ្ឌលប្រសាទយើងហើយបាទហើយចូលទៅដល់ខួរក្បាលឬក៏ខួរឆ្អឹងខ្នងហ្នឹងទៅ
តែអានេះអត់ទេប៉ះកន្លែងណាមួយហើយឧទាហរណ៍ថាប៉ះនៅត្រង់ចុងនៃប្រម៉ោយនេះគឺវាធ្វើដំណើរមកពេញរាងកាយរបស់សត្វអ៊ីតនឹងតែម្ដងតោះនេះវាអត់ទាន់មានកន្លែងណាមួយដែលត្រូវទទួលថាជាមជ្ឈមណ្ឌលចាំទទួលព័ត៌មានចាំវិភាគចាំឆ្លើយតបអត់ទេគឺអត់មានទេមានតែនឺរ៉ូនប្រតិកលាគ្នាពេញរាងកាយអញ្ចឹងររចនាសម្ព័ន្ធត្រង់ណាមួយដែលថាជាខួរក្បាលវាអត់មានតោះនេះអញ្ចឹងបាទអញ្ចឹងខ្លឹមសាររបស់សត្វអ៊ីតហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទបើយើងធៀបជាមួយនឹងប្រូទីសគឺគ្មាននឺរ៉ូនទេក៏ប៉ុន្តែដល់ពេលចូលអ៊ីតវាមាននឺរ៉ូនហើយប៉ុន្តែនឺរ៉ូននោះមិនទាន់តម្រៀបគ្នាចេញជារចនាសម្ព័ន្ធមជ្ឈមណ្ឌលឬក៏បរិមណ្ឌលច្បាស់លាស់ទេណាបាទណាអញ្ចឹងយើងនឹងទៅចាំទៅមើលថាតើបន្ទាប់ពីអ៊ីតទៅដល់ចលេនតើចលេននឹងមានអីប្លែកពីអ៊ីតទៅទៀតបាទអញ្ចឹងវីដេអូសម្រាប់អ៊ីតនៅថ្ងៃនេះគឺខ្លឹមសារមានតែប៉ុណ្្នឹងទេហើយយើងនឹងទៅមើលសំណួរដែលត្រៀមប្រឡងថាតើនៅក្នុងចំណុចអ៊ីតហ្នឹងគេសួរថាម៉េចបានបាទអញ្ចឹងយើងចូលទៅសំណួរតែម្ដងទៅបាទអញ្ចឹងសំណួរទី4គេឲ្យយើងបញ្យល់អំពីតម្រូវប្រាសាទរបស់អ៊ីតណាបាទអញ្ចឹងពេលប្រឡងបាក់ឌុបត្រង់ខ្លឹមសារអ៊ីតគឺគេអាចសួរមកចំណុចហ្នឹងបាទអញ្ចឹងចម្លើយអញ្ចឹងតម្រូវប្រាសាទរបស់អ៊ីតគឺមានលក្ខណៈជាបណ្ដាញសរសៃប្រាសាទហើយអ៊ីតគ្មានមជ្ឈមណ្ឌលបរិមណ្ឌលទេអត់មានទេបាទអញ្ចឹងយើងឧទាហរណ៍នៅពេលប្រម៉ោយរបស់អ៊ីតប៉ះនឹងអាហារអាំងផ្លុចប្រាសាទធ្វើដំណើរយឺតទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយតែម្ដងបាទបើធៀបជាមួយយើងពេលដែលយើងប៉ះអីមួយព័ត៌មាននោះមកកាន់ខួរក្បាលឬក៏ទៅខួរឆ្អឹងខ្នងបាទដល់ពេលអ៊ីតប៉ះអីមួយព័ត៌មាននោះគឺទៅពេញមករាងកាយតែម្ដងពីព្រោះវាអត់មានកន្លែងណាមួយចាំទទួលច្បាស់លាស់ទេតោះនេះអញ្ចឹងបាទអញ្ចឹងប្រម៉ោយទាំងអស់ធ្វើការរួមគ្នាហើយចាប់យកអាហារនិងដាក់ចូលមាត់បាទអញ្ចឹងបើជួបសំណួរបែបហ្នឹងយើងឆ្លើយតែប៉ុណ្្នឹងបានហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយចាំជួបគ្នានៅវីដេអូបន្ទាប់និយាយអំពីតម្រូវប្រាសាទរបស់ជន្លេនបាទសូមអរគុណសូមជម្រាបលា